តាមវីដេអូដែលកណិកាបានដាក់គឺបញ្ជាក់ឲ្យឃើញថាសៀមគឺបានបំពេញទៅលើខ្មែរសៀមគឺបានបំពេញទៅលើប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិព្រៃច័ន្ទហើយនិងភូមិជោគជ័យនៅក្នុងឃុំអូបជាន់ចាខាងខេត្តបន្ទាយមានជ័យជាទង្វើដ៏សាហាវយង់ខ្នងហើយត្រូវដឹងថាបើសិនជាសៀមវាបន្តធ្វើបែបនឹងបានទៀតគឺបានន័យថាវានៅតែបន្តហ៊ានទៀតអញ្ចឹងមានសំណួរជាច្រើនដែលចោទសួរថាហេតុអីយើងមិនតបតបែបនេះហេតុអីយើងមិនតបតបែបនោះបងប្អូនត្រឡប់ទៅមើលសង្គ្រាមរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនវិញពេលដែលមានបញ្ហាភ្លាមតើប្រទេសធំមហាអំណាចចេញមកអន្តរាគមន៍ជួយអ៊ុយក្រែនរបៀបនេះខ្លះហើយប៉ុន្តែចុងក្រោយសួរថាអ៊ុយក្រែនក្នុងពេលបច្ចុប្បន្នហែកដីមិនខ្លះឲ្យទៅកាន់មហាអំណាចនិងបណ្ដាប្រទេសមួយចំនួនដែលមានចំណែកនៅក្នុងនឹងចុះរុស្ស៊ីវិញបែបមិនដែររុស្ស៊ីខាត់បងសេដ្ឋកិច្ចផ្សេងជាច្រើនហើយមានអ្នកចេញមកដាក់ទណ្ឌកម្មសេដ្ឋកិច្ចប៉ុន្តែហេតុអីសៀមបំពេញខ្មែរអត់មានអ្នកដែលចេញមកថ្កោលទោសនិងដាក់ទណ្ឌកម្មសេដ្ឋកិច្ចរឿងទាំងអស់នេះវាជារឿងខ្មែរជាមួយនឹងសៀមវាជារឿងមួយតែជារឿងមួយទៀតគឺពាក់ព័ន្ធជាមួយនឹង deep state កំពុងតែធ្វើអីពាក់ព័ន្ធជាមួយនឹងបញ្ហានេះចាអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះបងប្អូនប្រិយមិត្តអ្នកស្ដាប់ម្សិលមិញមួយថ្ងៃ The Nation បានចេញផ្សាយថាគេទុកពេលឲ្យខ្មែរយើងត្រឹមថ្ងៃទី10ខែតុលាត្រឹមថ្ងៃទី10តុលាអញ្ចឹងគេនឹងប្រើប្រាស់នៅច្បាប់អាជ្ញាសឹកប៉ុន្តែពួកគេអត់បានអាម៉ាស់ចំពោះប្រសាសន៍របស់សម្ដេចធិកាបតីខួនសូដារីដែលបានប្រកាសនៅក្នុងiPad ថាសូមកុំប្រើច្បាប់អាជ្ញាសឹកឬក៏ច្បាប់ព្រៃនៅក្នុងប្រទេសខ្លួនឯងមកប្រើលើទឹកដីរបស់អ្នកដទៃអីចាអានឹងវាគួរឲ្យខ្មាស់មែនតើណាបងប្អូនប្រិយមិត្តអ្នកសាប៉ុន្តែពួកគេអត់មានអ្នកណាខ្មាស់រឿងហ្នឹងទេហើយផ្ទុយទៅវិញនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃអនុทินបាននិយាយបើកដៃបញ្ជោះទាំងអត់គេខ្មាស់ថាផ្ដល់អត្ថភាពទាំងអស់ផ្ដល់សិទ្ធិទាំងអស់ឲ្យទៅកាន់ខាងទាហានជាអ្នកចាត់ចែងឥឡូវមេភូមិភាគ2គេចេញមកអរគុណគេថាអរគុណទៅដល់នាយករដ្ឋមន្ត្រីផងដែលបើកសិទ្ធិឲ្យទាហានហ្នឹងមានអភ័យឯកសិទ្ធិនៅក្នុងការសម្រេចរឿងបញ្ហាព្រំដែនអញ្ចឹងទាញត្រឡប់មកវិញបញ្ហារវាងខ្មែរនិងថៃនេះវានឹងនៅយូរបន្តិចទៀតបងប្អូនប្រិយមិត្តអ្នកសាប៉ុន្តែសូមឲ្យជឿជាក់ទៅលើរាជរដ្ឋាភិបាលពីព្រោះរាជរដ្ឋាភិបាលដឹងតែជាក់ដឹងក្តៅដឹងសន្តានរបស់សៀមច្បាស់ថាវានឹងទៅផ្លូវណាប៉ុន្តែគ្រាន់តែសំណូមពរថាសូមឲ្យអ្នកដែលចេះភាសាបរទេសសូមឲ្យថ្នាក់ជាតិនិងអន្តរជាតិបានមកយកព័ត៌មានដែលផ្ទាល់ហើយឃើញពីទស្សនវិជ្ជាជាក់ស្ដែងថាសៀមបំពេញខ្មែរក្នុងកម្រិតណាខ្លះហើយមិនត្រឹមប៉ុណ្្នឹងឯងវាបន្តបង្កើននៅព័ត៌មាន fake news ដែលអត់ញញើតមកលើកម្ពុជាហើយវាលៀបពណ៌ទៅដល់ប្រធានអាស៊ានបដូវវេនគឺម៉ាឡេស៊ីទៀតអញ្ចឹងរឿងដែលសៀមកំពុងធ្វើមហិច្ឆតាវាខ្ពស់ណាស់គឺវាចង់បង្ករឿងរបស់ខ្មែរហើយវាចង់បានផលប្រយោជន៍គឺដីហើយមែនតើទៅប្រមាណនេះស្ដាប់ផែនទីដែលវាកំពុងតែកាន់គឺ1 លើ 50,000ផែនទីហ្នឹងគឺផែនទីចោលដែលគ្មានពីណាគេទទួលស្គាល់ទេអន្តរជាតិអត់មានណាគេទទួលស្គាល់ទេអញ្ចឹងបានជាវាអត់ហ៊ានឡើងតុលាការអន្តរជាតិ ICJ កាប់ប៉ាត់រឿងងាយដោះហើយបើសិនជាអ្នកដែលគប់ផែនទីហ្នឹងឲ្យចេញមកនិយាយពាក្យតែមួយម៉ាត់ទេថាផែនទីហ្នឹងគឺមិនទទួលស្គាល់ទេ informal Cambodian map MOU 2000 is the formal map តែប៉ុណ្្នឹងគឺវាចាប់រឿងតែចេតនារបស់គេកំពុងអីបងប្អូនពិនិត្យមើលហើយពិចារណាដោយខ្លួនឯងផ្ទាល់អញ្ចឹងនៅតាមតំបន់ព្រំដែនសំណពរបងប្អូនទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងកុំចេញទៅណាដាច់បាយតែឯងនៅជាក្រុមហើយ ABC ក្នុងនាមកណិកាបុគ្គលិកដែរក្រុមការដឹកនាំរបស់លោកគ្រូចាអេបានមូលមតិគ្នាជាឯកសារនៅលោកគ្រូគឺប្រកាសដកអាវក្រោះ110អាវក្រោះមានទាំងមួកស្ពាន់មានទាំងអាវក្រោះដែកហ្នឹងសម្រាប់យកទៅជូនទៅដល់បងចាប្រជាកាប់បងដែលជាប៉ូលីសហើយនឹងទាហាននៅឈរជើងនៅកន្លែងហ្នឹងផ្ទាល់ប្រឆាំងជាមួយនឹងខ្មែរសត្រូវឈានពានដែលវាចង់បានទឹកដីខ្មែរអញ្ចឹងក្នុងនាមយើងជាខ្មែរនៅក្រោយដែលអត់អាចទៅប្រឈមមុខអីបានទេអញ្ចឹងហោចណាស់យើងបានរួមចំណែកនៅថវិកាអ្វីដែលយើងអាចផ្ដល់ឲ្យបានសម្រាប់បងប្អូនដែលកំពុងតែឈរជើងនៅខាងមុខហើយឱកាសបិណ្ឌភ្ជុំផងពួកគាត់មានបានទៅណាទេគឺរំខានដែលពួកវាផ្ទាល់តែម្ដងហើយចំណែករឿងអាកាសធាតុវិញវាកំពុងតែវេទនាដោយសារតែព្យុះប៉ះទៅលើប្រទេសវាហើយលិចច្រើនតំបន់ខាងមែនតើអញ្ចឹងសង្ឃឹមថាបាបកម្មនឹងទាន់ហន់សម្រាប់ប្រទេសដែលស្រែកឃ្លានទឹកដីរបស់អ្នកដទៃវាយកបានរបស់យើងនឹងរាប់សិបខេត្តយើងក៏បំភ្លេចយើងក៏មិនរំលឹកទៅហើយវាបែរជារំលឹករឿងកាន់ផែនទីចោលនេះតើវាមានគោលដៅអ្វីហើយបើវានៅបន្តកាន់ផែនទី1 លើ 50,000 ដែលជាផែនទីចោលហើយអត់ឡើងតុលាការអន្តរជាតិ ICJ ទៀតណាមិនធំតែបែរហ្នឹងបោះវាទេគឺយើងនឹងខាតដីអស់ច្រើនគីឡូម៉ែត្រជាងនឹងទៅទៀតតែអន្តរជាតិគេអត់ទទួលស្គាល់ថងហ្នឹងហើយខ្លាចបំផុតគឺវាយកចរិតដូចអ៊ីស្រាអែលបើវាធ្វើចរិតសាហាវដូច
បើវាធ្វើចរិតសាហាវដូចអ៊ីស្រាអែលហើយអត់ទាន់មានអ្នកណាចេញមកសកាត់វាទេវាហិតតែបានចិត្តខ្លាំងតែយើងសង្ឃឹមនឹងជឿជាក់ទៅលើរាជរដ្ឋាភិបាលនិងច្បាប់បនបាបនៅលើពិភពលោកដូចនេះមិនដែលសភាពវៈល្អចាញ់ពីដានបំណុលរបស់ខាងថៃគឺឡើងដល់ 64% ដែល IMF ប្រាប់ថាធ្វើម៉េចឲ្យថយនៅត្រឹម 60% បានហើយព្រោះពីដានបំណុលហ្មងក្រឹតត្រឹម 70% តែបើវាឡើងដល់64ហើយវាចូលលក្ខណៈចិត្តបកាហាសានហើយអញ្ចឹងចាំមើលថៃវាដោះស្រាយថាម៉េចវិញតើការបិទច្រកព្រំដែនហ្នឹងពិតជាជួយដល់សេដ្ឋកិច្ចវាដូចទាហានថាមែនឬមួយក៏អត់ទេមើលតាមជាក់ស្ដែង